មួយទៀតព្រះរាហុលទថេជាអ្នកប្រាថ្នាក្នុងការសិក្សាព្រះធម៌វិន័យច្រើនទាំងនេះជាប់អំពីការលោកភ្ញាក់អំពីព្រឹកលោកនឹងក្តាប់ខ្សាច់រហូតពេញក្តាប់ដៃហើយពោលថាថ្ងៃនេះសូមឲ្យខ្ញុំបានទទួលស្ដាប់ឱវាទគឺពាក្យទូន្មានប៉ុនក្របខ្សាច់ក្នុងក្តាប់ដៃនេះអំពីព្រះមានព្រះភិក្ខឬព្រះឧបជាអាចារ្យរបស់ខ្ញុំព្រះករុណានិងក្រៅអំពីនេះលោកនៅជាអ្នកប្រដៅងាយសម្ដៅដល់នៅក្នុងឱវាទគឺពាក្យទូលមានឬពាក្យណែនាំអាស្រ័យហេតុផលទាំងក្នុងអតីតជាតិនិងបច្ចុប្បន្នជាតិដែលព្រះរាហុលទថេបានធ្វើសេចក្តីល្អទុកបានច្រើននិងជាវេលាយូរសែនយូរទើបលោកបានមកទទួលការត្រាស់សរសើរអំពីព្រះមានព្រះភិក្ខដោយព្រះអង្គគង់នៅកណ្ដាលព្រះអរិយសង្ឃទាំងឡាយទ្រង់តែងតាំងព្រះរាហុលទថេទុកក្នុងតំណែងអេតតកៈគឺប្រសើរជាងភិក្ខុទាំងឡាយអ្នកប្រាថ្នាក្នុងការសិក្សាដូចមានសេចក្តីតាមបាលីក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតថាអេតតកੰភិក្ខវេមមសាវកានੰភិក្ខណੰសិក្ខាកាមានੰយតិទាំងរាហុឡូមនាលភិក្ខុទាំងឡាយបណ្ដាពួកភិក្ខុអ្នកស្រឡាញ់សិក្ខាដែលជាសាវករបស់តថាគតព្រះរាហុលប្រសើរជាងគេទើបប្រាប់ថាតំណែងអេតតកៈសមរម្យបំផុតសម្រាប់លោកដែលធ្លាប់ធ្វើអធិការកុសលគឺសេចក្តីល្អដែលធ្វើធំក្រៃលែងទុកយ៉ាងច្រើនក្នុងការដែលលោកសម្រេចជាព្រះអរហន្តហើយលោកក៏បានពោលគាថាដែលចាត់ថាមានសារៈប្រយោជន៍ច្រើនដោយដែលមានកំណត់ទុកក្នុងគម្ពីរខុទ្ទកនិកាយថេរគាថានៃចតុកនិបាតថាសប្រមចារីទាំងឡាយស្គាល់ច្បាស់នៅអាត្មាអញថាព្រះរាហុលដ៏ចម្រើនជាអ្នកប្រកបដោយគុណទាំងពីរយ៉ាងគឺជាតិកើតក្នុងត្រកូលខ្ពស់និងប្រតិបត្តិព្រោះអាត្មាអញជាកូននៃព្រះពុទ្ធផងជាអ្នកមានបញ្ញាចក្ខុក្នុងធម៌ទាំងឡាយផងអាសវៈរបស់អាត្មាអញអស់ហើយផងភពថ្មីទៀតអាត្មាអញមិនមានផងអាត្មាអញជាព្រះអរហន្តគួរដល់តក្ខិណាមានវិជ្ជា3ឃើញព្រះនិព្វានឈ្មោះអមតៈសត្វទាំងឡាយជាអ្នកងងឹតព្រោះកាមត្រូវបណ្ដេញរូបរិទ្ធហើយត្រូវដំបូលគឺតណ្ហាបិទបាំងហើយដូចជាត្រីជាប់នៅក្នុងមាត់លបដូច្នោះអាត្មាអញលះបង់កាមនោះហើយបានកាត់នៅចំណងនៃមាដកតណ្ហាព្រមទាំងរឹសចេញហើយជាអ្នកមានសេចក្តីត្រជាក់កើតហើយមានទុក្ខរលត់ហើយនៅមានរឿងមាផ្ចាញ់ព្រះរាហុលទថេតាមដែលមានប្រកាសក្នុងអដ្ឋកថាគម្ពីរធម្មបទនៃតណ្ហាវៈដូច្នេះគ្រាមួយព្រះដ៏មានព្រះភិក្ខគង់នៅវត្តចេតពុនមហាវិហារជិតក្រុងសាវត្ថីត្រាស់ធម្មទេសនាដោយទ្រង់ប្រារព្ធដល់មាចូលមកផ្ចាញ់ព្រះរាហុលទថេក្នុងថ្ងៃមួយវេលាវិកាលព្រះថេរៈជាច្រើនចូលទៅកាន់វត្តចេតពុនមហាវិហារទៅដល់ដែលជាទីនៅរបស់ព្រះរាហុលទថេហើយក៏ដេញលោកឲ្យក្រោកឡើងលោកកាលមិនឃើញទីនៅក្នុងទីដតីទើបទៅដេកក្នុងទីមុខព្រះកន្តកតរបស់ព្រះតថាគតគ្រានោះលោកមានអាយុសម្រេចព្រះអរហន្តហើយជាអ្នកមិនទាន់មានវស្សាឡើយមាឈ្មោះវសវតីតាំងនៅក្នុងភពនោះឯងឃើញលោកមានអាយុនោះដេកក្នុងទីមុខព្រះកន្តកតទើបគិតថាព្រះកុមារតូចអ្នកចាក់ដោតរបស់ព្រះសមណគោតមដេកខាងក្រៅចំណែកព្រះអង្គផ្ទុំខាងក្នុងព្រះកន្តកតកាលយើងបៀតបៀនកុមារតូចព្រះអង្គក៏នឹងដូចជាត្រូវបៀតបៀនដែរមាកាលគិតដូច្នេះហើយទើបបដូរភេទជាដំរីធំយកប្រមោយក្របួចព្រះរាហុលទថេនឹងបានស្រែកឮខ្លាំងៗដូចជាសំឡេងសត្វក្រៀលហេតុដែលព្រះរាហុលមិនខ្លាចព្រះសាស្តាផ្ទុំក្នុងព្រះកន្តកតទ្រង់ជ្រាបថាដំរីនោះជាមាទើបត្រាស់ថាមនាលមាបុគ្គលដូចអ្នកនេះសូម
បីទាំងសែនក៏មិនអាចដើម្បីនឹងឲ្យសេចក្តីខ្លាចកើតដល់បុត្ររបស់តថាគតបានព្រោះថាបុត្ររបស់តថាគតមានប្រក្រតីមិនតក់ស្លុតមានតណ្ហាទៅប្រហើយមានសេចក្តីព្យាយាមធំមានបញ្ញាច្រើនដូច្នេះហើយបានទ្រង់ភាសិតព្រះគាថាទាំងនេះថានិដ្ឋាង្គតោអសន្តាសីវិតតណ្ហោអនាងកណោអច្ឆន្តិភវសាលានិអន្តិមយ៉ាងសមុសយោវិតតណ្ហោអនាទាណោនិរតិបតកោវិតោអខរាណងសន្និបាតੰចញ្ញាពពបរានិចសវេអន្តិមសារោអន្តិមសារីរោមហាបញ្ញោមហាបរិសោតិវចតិបុគ្គលណាដល់សេចក្តីសម្រេចគឺអរហន្តជាអ្នកមិនតក់ស្លុតមិនមានតណ្ហាមិនមានកិលេសដោយទីទួលដែលបានកាត់កូនសគឺកិលេសជាហេតុញ៉ាំងឲ្យសត្វទៅកាន់ភពបានហើយកាយដែលឆ្អឹង300កំណាត់គុំហើយនេះរបស់បុគ្គលនោះឈ្មោះថាតាំងនៅក្នុងទីបំផុតបុគ្គលណាមានតណ្ហាបុគ្គលណាមិនមានតណ្ហាមិនមានសេចក្តីប្រកាន់មាំជាអ្នកឆ្លៀសក្នុងនិរតិគឺវាចាជាគ្រឿងសម្ដែងចេញនិងបទដោះសេះដឹងច្បាស់នៅប្រជុំនៃអក្ខរៈទាំងឡាយផងនៅខាងដើមនិងខាងចុងនៃអក្ខរៈទាំងឡាយផងបុគ្គលនោះឯងតថាគតហៅថាអ្នកមានសរីរៈស្ថិតនៅក្នុងទីបំផុតមានបញ្ញាច្រើនជាមហាបុរសក្នុងការចប់ទេសនាជនជាច្រើនសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលគឺផលនៃការចូលដល់ក្រសែធម៌ឬក្រសែព្រះនិព្វានជាដើមចំណែកមានចិត្តបាបគិតថាព្រះសមណគោតមទ្រង់ស្គាល់យើងហើយបាត់ខ្លួនក្នុងទីនោះឯងដូច្នេះទ្រង់ត្រាស់ថាជាមហាបុរសព្រះភាពព្រោះភាពជាអ្នកមានចិត្តផុតហើយដោយព្រះបាលីសង្យុត្តនិកាយថាមនាលសរិបុត្រតថាគតហៅថាមហាបុរសព្រោះមានចិត្តផុតស្រឡះហើយមួយទៀតកាលដែលព្រះរិហោតថេរមិនភ័យខ្លាចចំពោះវសវតីមាមកពីលោកបានជាព្រះអរហន្តហើយព្រោះព្រះអរហន្តមិនខ្លាចស្លាប់មិនស្រឡាញ់ជីវិតឡើយព្រោះលោកមានជីវិតនៅដូចជាកូនឈ្នួលរងចាំឲ្យអស់វេលាធ្វើការងារតែលោកខ្លាចសេចក្តីអាក្រក់និងសេចក្តីស្រឡាញ់សេចក្តីល្អជាច្រើនជាងជីវិតទាំងលោកប្រើភាពជាភិក្ខុឈ្នះមាតាមពុទ្ធភាសិតថាប្រើសេចក្តីល្អឈ្នះសេចក្តីអាក្រក់ព្រះរិហុលទថេរបានពោលដល់ការធ្វើសេចក្តីល្អដែលជាជីវប្រវត្តិផ្ទាល់របស់លោកទុកក្នុងគម្ពីរខុទ្ទកនិកាយអបទានថាខ្ញុំបានក្រាលកញ្ចក់ក្នុងប្រាសាទ7ជាន់ថ្វាយព្រះបតមុត្តរៈជាចម្បងក្នុងលោកទ្រង់ប្រកបតាតិគុណព្រះមហាមុនីជាធំជាងសត្វជើងពីរព្រះអង្គប្រសើរជាងនរៈមានពួកព្រះខៃណាស្រប1000អង្គចោមរោមស្ដេចចូលទៅកាន់កន្តកុដព្រះសាស្តាជាទេវតាប្រសើរជាងទេវតាព្រះអង្គប្រសើរជាងនរៈទ្រង់ញ៉ាំងព្រះកន្តកុដឲ្យរុងរឿងស្ថិតនៅក្នុងកណ្ដាលភិក្ខុសង្ឃហើយសម្ដែងនៅគាថាទាំងឡាយនោះថាទីសីយណៈដែលបុគ្គលណាធ្វើឲ្យរុងរឿងហើយដោយកញ្ចក់ដែលគេក្រាលដោយល្អល្អះតថាគតនឹងសម្ដែងសរសើរគុណបុគ្គលទាំងឡាយនោះចូលស្ដាប់តថាគតសម្ដែងចោះប្រាសាទណាមួយជាទីស្រឡាញ់ពេញចិត្តប្រាសាទទាំងនោះសុទ្ធតែជាវិការនៃមាសទាំងជាវិការនៃកែវពិទូនឹងកើតឡើងសម្រាប់បុគ្គលនេះបុគ្គលនោះនឹងសោយរាជ្យជាធំជាងទេវតាអស់64ដងក្នុងជាតិជាលំដាប់មកនឹងបានជាស្ដេចចក្រពត្តិអស់1000ដងក្នុងកាប់ទី21នឹងបានជាស្ដេចចក្រពត្តិព្រះនាមវិមលៈជាឥសរៈលើផែនដីមានសមុទ្រទាំង4ពាន់ជុំវិញជាស្ដេចឈ្នះសង្គ្រាមរបស់ព្រះបាទ
វិមលៈនោះឈ្មោះរេនុវតីដែលគេស្ថាបនាដោយឥដ្ឋមានបណ្ដោយ300យោជន៍ប្រកបដោយជ្រុង4ប្រាសាទឈ្មោះសុទេសនៈប្រកបដោយផ្ទះកំពូលដ៏ប្រសើរស្អិតស្អាងដោយកែវ7ប្រការដែលវិស្វករបានសាងថ្វាយទីនោះស្ងប់ស្ងាត់ចាក់សំឡេងទាំង10ក៏ដេកដាស់ដោយពួកវិជាធរដូចជាក្រុងឈ្មោះសុទេសនៈរបស់ទេវតាទាំងឡាយដែរកាលព្រះអាទិត្យរះឡើងពន្លឺរបស់ក្រុងនោះនឹងរុងរឿងជានិច្ចដោយជុំវិញអស់ចម្ងាយ8យោជន៍ក្នុងកាបទី1សែនព្រះសាស្តាព្រះនាមកោដមកើតក្នុងឱកាសត្រកូលនឹងត្រាស់ដឹងក្នុងលោកកលបុត្រនោះនឹងស្យុតចាកឋានទោសិតមកវិញត្រូវកុសលមូលដាស់តឿនបានមកកើតជាព្រះរាជឱរសរបស់ព្រះមានព្រះភិក្ខព្រះនាមកោដមកលបុត្រនោះប្រសិនបើនៅគ្រប់ក្រុងផ្ទះនឹងបានជាស្ដេចចក្រពត្តិតែមិនមានហេតុដែលកលបុត្រជាតិបុគ្គលនោះបានដល់នៅសេចក្តីត្រេកអរក្នុងផ្ទះឡើយកលបុត្រនោះនឹងចេញចាកផ្ទះទៅបួសជាអ្នកមានវត្តល្អនឹងបានជាព្រះអរហន្តឈ្មោះរាហុលព្រះមហាមុនីព្រះអង្គមានប្រាជ្ញាចាស់បរិបូរណ៍ដោយសិលថែរក្សាខ្ញុំដូចជាមេបក្សីត្រដេវិចរក្សាសុទ្ធពុំនោះសោតដូចជាមេធាដូចជាមេចាមរីរក្សារោមខ្ញុំបានដឹងធម៌របស់ព្រះគោតមសម្ពុទ្ធនោះត្រេកអរក្នុងសាសនាហើយកំណត់ដឹងនៅអាសវៈទាំងពួងជាអ្នកមិនមានអាសវៈបដិសម្ពិទា4វិមោក្ខៈ8និងអភិញ្ញេ6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធក៏បានប្រតិបត្តិហើយការប្រណិពានរបស់ព្រះរាហុលទថេមានពោលទុកក្នុងអដ្ឋកថាគម្ពីរសុមង្គលវិលាសនីថាលោកឡើងទៅបរិនិព្វានក្នុងឋានសួគ៌ជាន់តាវតឹងដោយដែលព្រះសារីបុត្រទថេមុននឹងបរិនិព្វានលោកបានពិចារណាដល់ឋានទីដែលនឹងបរិនិព្វានថាយើងគួរនឹងបរិនិព្វានក្នុងទីណាណោលោកពិចារណាដល់អញ្ញាកោដញ្ញទថេថាព្រះបរិនិព្វានចិត្តអណោតស្រះចំណែកព្រះរាហុលបរិនិព្វានក្នុងឋានសួគ៌ជាន់តាវតឹងជាដើមនេះក៏លំមជាសេចក្តីវិនិច្ឆ័យបានថាការបរិនិព្វានរបស់ព្រះរាហុលទថេពិតជាឡើងទៅបរិនិព្វានក្នុងឋានសួគ៌ជាន់តាវតឹងរឿងនេះមិនមែនជាវត្ថុដែលគួរចម្លែកឬផុតវិស័យអ្វីបានសំរុំនឹងហេតុផលទស្សនគតិជាប់ជាមួយព្រះរាហុលទថេនេះមានឧទាហរណ៍ពោលទុកជានេតិគឺបែបដែលល្អច្រើនព្រោះលោកជាអ្នកប្រកបដោយធម្មនិយមដូច្នេះ1មានញាណល្អ2មានសមត្ថភាពល្អ3មានការប្រព្រឹត្តល្អអ្នកដែលមានលក្ខណៈគ្រប់ទាំង3ប្រការនេះនឹងទទួលនាមថាបណ្ឌិតគឺអ្នកមានសតិជាគ្រឿងរក្សាខ្លួនឲ្យផុតទុក្ខបានចប់ជីវប្រវត្តិរាហុលសាមណេរឬព្រះរាហុលទថេ